សូមជូនរឿងផ្កាឥតពណ៌ភាគ2មកបងទិញត្រីអីកពឹសក៏ល្អដែរនេះត្រីធម្មជាតិកពឹសធម្មជាតិចង់អាំងចង់ស្ងោរបានមកសេរីមកបងទិញត្រីអីបងកពឹសក៏ល្អដែរនេះមកចេះតែមានហើយនាងនេះបំភ្លើសហួរភ្លើសអីមីងហើយមិញហ្នឹងឯងថាចង់អាំងចង់ស្ងោរហើយបើកពឹសឯងតូចមួយហ្នឹងអើយមីងបញ្ញាប់តែកាត់ហ្មងខ្ញុំចង់ថាត្រីទេអាំងក៏បានស្ងោរក៏បានហ្នឹងណាមីងណាទៅដឹងបើមីងឮថាត្រីធម្មជាតិកពឹសធម្មជាតិចង់អាំងចង់ស្ងោរអីហ្នឹងណាយើមីងចេះជន់កាយខ្ញុំទៀតណាហើយចុះមីងអត់ប្រពីនេះជ័យជៀនដលងជៀនទេមីងឃើញដូចនៅសល់ដដែលនេះអើយលក់5ឆ្នាំហើយគេស្គាល់អស់ហើយតែចង់ទិញគេទិញហើយអូបងមកមើលត្រីមើលកពឹសអីសិនអីនៅស្រស់ៗល្អនេះបងធម្មជាតិណាអូមើលទៅតំណងស្រស់ល្អណាស់កពឹសនឹងលក់មិនអូនបងខ្ញុំទឹកយកមកមិញនេះមកខាំតាម1500ឯងបងបើហើយបងអីសល់តែ2ខាំឯងខ្ញុំខ្ជិលនៅថ្ងៃឯនេះបាយចង់ដាក់លាយសឡំមកជូរញោមស្វាយញោមស្ដៅឆ្ងាញ់មកអេហ្មងបងជឿខ្ញុំមើលវាថាឆ្ងាញ់អញ្ចឹងថ្លឹងមកអញ្ចឹងហើយត្រីកញ្ចុះនេះលក់មិនដែរអូនត្រីកញ្ចុះស្វាញឹមហ្នឹង1គីឡូតែ13000នេះបងយកអីបងច្រឹបលក់ដាច់គ្រាន់បានហ៎ចាបងបានតិចតួចហ្នឹងណាអញ្ចឹងថ្លឹងឲ្យបង3ខាំមកធ្វើឲ្យបងផងណាអូនចាបងមិនអីទេទុកហ្នឹងខ្ញុំធ្វើឲ្យមកស្អាតហ្មងហើយបងខេនមិនដែរណងទៅមានម៉ួយមកដល់ហ្នឹងណាបងចង់សម្ដៅថាខ្ញុំហ្នឹងមែននឹងហើយតែម៉ួយនេះប្រហែលមិនទិញទេមកប្រមូលលុយហ្នឹងចុះទិញរាល់ដងតាចុះថ្ងៃនេះទិញអត់ចុះទិញហើយក៏សុំលុយដែរខ្ញុំបងបាន10ថ្ងៃហើយនៅសល់2ថ្ងៃទៀតថ្ងៃនេះជាថ្ងៃទី11មួយខ្ញុំសុំពន្យាថ្ងៃនេះមួយថ្ងៃបានទេនៅសល់តែ20000ចង់សុំបងថ្ងៃស្អែក10000ខាន់ស្អែក10000បានអត់បានតារំលងថ្ងៃនេះមួយថ្ងៃក៏បានដែរតែបងត្រូវបងឲ្យខ្ញុំនឹង5000នៅថ្ងៃខាន់ស្អែកមួយនិយាយរួមបើបងថ្ងៃនេះ10000ស្អែក10000រួចគ្នាតែបើសុំខានថ្ងៃនេះបងត្រូវបងស្អែកនឹង10000ខានស្អែក10000និងខានស្អែកមួយនឹង5000ទៀតអីក៏ដល់ម្លឹងទេអាមួយសុំលើសមួយថ្ងៃសោះទា5000ដែរបងយើងចំណេញម្នាក់បន្តិចបងថែមឲ្យខ្ញុំបន្តិចខ្ញុំបជាឲ្យបងក៏បានដកឃ្លាដែរហើយខុសគ្នាមួយថ្ងៃខ្ញុំត្រូវបងថែមឡើង5000ខ្ញុំខាតច្រើនជាងអើយក៏ខ្យងដូចឈាមត្មងនេះស្អីគេល្អូស្អីថាអីក៏ខ្យងមិនហ្នឹងចុះបើមែនណែគិតតែរកស៊ីខ្លួនឯងឲ្យតែមានទៅតាមរបៀបឯងទៅបើគ្រាន់បើកុំតែកេងភ្នែកជីងគេទៅបានហើយយីរកស៊ីកោតែខ្លួនឯងហើយមកបៀមឈាមព្រួយគេទៀតណែខ្ញុំមិនចេះបំបត្តិគេមើលមុខខ្ញុំផងចុះអ៊ីមានបំបត្តិណារកស៊ីតាមព្រមព្រៀងគ្នាតាចុះឯងមិនថាអ៊ីនឹងក៏ខ្ចងមិនក៏ខ្ចងមិនអ៊ីខ្ចី100,000ហើយសងវិញមួយថ្ងៃ10000រហូតគ្រប់ដល់20000មិញខេនគាត់ទាល់សុំពយាមួយថ្ងៃលេខស្រាប់ទាថែម5000ទៀតងាប់ហើយមែនហើយគិតសពទៅយកចំណេញពីខ្ញុំច្រើនពេកហើយហាបងមិនកំហុសខ្ញុំណាបងខ្ចីលុយរាប់ខ្ញុំ100,000សន្យាបងឲ្យខ្ញុំនឹងមួយថ្ងៃ10000ចំនួន12ថ្ងៃបើបងខកខានណាគឺត្រូវពីនៃអញ្ចឹងហើយយកទាំងអស់ហ្មងទៅ20000ហ្នឹងមិនចាំស៊ីចុកស៊ីអីទេខ្ញុំអត់មានបង្ខំបងទេណាពេលត្រូវការមករពេលទាវិញចាប់ព្រមតែខ្លួនឯងអីតែខ្លួនឯងចង់ក្រោយមកចង់ចោតឯងអាក្រក់ទៀតវ៉ៃហើយតែឯងក្ររោគឯនេះមិនបានរោគឯនោះមិនបានមានតែរោគលុយរាប់អរគុណកជ្រឹបដែលជួយមីងតែយើងស្លូតពេកយ៉ាមីងគេកោយើងគ្មានដាក់ទឹកទេលេងខ្លះអញ្ចឹងទៅប្រជាពលរដ្ឋយើងដែលរកស៊ីចងការប្រាក់រឿងលុយរាប់អីហ្នឹងកំពុងតែរកស៊ីដែលខុសច្បាប់ហើយពិសេសការទារការប្រាក់ស្រានចិត្តនឹងឯងអញ្ចឹងផង
ចាមីងមីងហ៎ ចា ពេលត្រូវការដើមទុនមីងទៅសួរទៅចេះជាមួយធនាគារអីទៅមីងស្រុកយើងឥឡូវមានធនាគារមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកកកហ្នឹងពិសេស AMK នៅនឹងចិត្តនេះ មីងឮថាទៅរកធនាគារអីហ្នឹងណាទាល់តែមានប្លង់ដីប្លង់ផ្ទះហើយតែយើងសងគេមិនតាន់ណាគេពិន័យយើងគេអាចរឹបអូសរបស់របរយើងទៀតណាមួយមីងត្រូវការដើមទុនតិចតួចហ្នឹងគេមិននឹងឲ្យខ្ចីក្មួយ ពាក្យនិយាយតគ្នាមិនមែនសុទ្ធតែជាការពិតទេមីងតាមខ្ញុំដឹងនៅ AMK គេអាចឲ្យប្រជាពលរដ្ឋដែលចង់បង្កើតមុខរបរតូចអីអស់ហ្នឹងខ្ចីប្រាក់មកប្រកបមុខរបរហើយគ្មានភាពស្មុគស្មាញអីទេការប្រាក់គេទាបជាងមីងខ្ចីពីឯកជនពីអ្នកភូមិឆ្ងាយណាពិសេសគេមានលក្ខខណ្ឌល្អច្រើនទៀតណាមីង អូអញ្ចឹងឯងក្មួយហ៎ ចាសំខាន់បើមីងចង់ច្បាស់មីងទៅសួរគេខ្លួនឯងកុំតន់ជឿពាក្យគេនិយាយតគ្នាណាមីង មីងបើអញ្ចឹងល្អហើយមីងមិនបាច់ពិបាកត្រូវគេកោទីការប្រាក់ពីមីងឡើងកប់អញ្ចឹងទេ អរគុណក្មួយដែលបានឲ្យយោបល់មីង ចាមិនអីទេមីង លីម៉ាទៅយកទឹកឲ្យប៉ាឯងផង មិនអីទេចាំប៉ាយកខ្លួនឯងក៏បានដែរ ម៉ាក់ខ្ញុំចង់និយាយបន្តិច និយាយអីនិយាយមក ខ្ញុំឮគេនិយាយនៅសាលាថាម៉ាក់អហ្វីកោគេពិសេសរឿងចងការនិងរឿងលុយរាប់ ហើយអាណាទៅនិយាយផ្ដាស់ហ្នឹងរឿងរស់ស៊ីខ្ចីលុយបើយកបានក៏យកទៅបើយកមិនបានក៏ហីទៅម៉ាក់មានបានទៅបង្ខំអ្នកណាឲ្យមកខ្ចីលុយម៉ាក់ណាមួយពេលមកខ្ចីគឺបានព្រមព្រៀងគ្នាហើយបើជាមកនិយាយដើមឯងទៅវិញ គឺគេល្បីតគ្នាហ្នឹងណាម៉ាក់ ម៉ាក់ប៉ាប្រឹងប្រែងរកលុយដើម្បីគ្រួសារដើម្បីអនាគតឯងហ្នឹងណាចុះឯងយល់ថាម៉េច ខ្ញុំអរគុណម៉ាក់ប៉ាប៉ុន្តែខែងយើងយកការប្រាក់ពីគេថ្លៃពេកដឹងអីខ្ញុំមិនចង់ឮគេនិយាយមិនល្អពីប៉ាម៉ាក់ដែរ រស់ស៊ីមួយចានទឹកម្ចានគោកម៉ាក់ប៉ាយកការប្រាក់ថ្លៃក៏ត្រៀមទប់ទល់កូនបំណុលខ្លះកិច្ចខ្លួនបាត់ចងការ10ដងបើមានគេកិច្ចតែម្ដងការប្រាក់ថោកទប់ទល់មិនបានយូរទៅលុយដើមក៏អស់ស្អីក៏អស់បានកណាជ្រក់ឆ្នាំង បើម៉ាក់ខ្លាចគេរត់មុនឲ្យគេខ្ចីម៉ាក់ប្រយ័ត្នប្រយែងបន្តិចទៅម៉ាក់ ណែអ្នកខ្ចីលុយតែយើងសួរនាំច្រើនមើលផ្ទះសបែងអីហ្នឹងគេមិនមកខ្ចីយើងទេលុយយើងទុកគ្មានបានរកស៊ីអីចំណេញទេ អញ្ចឹងក៏នៅតែគ្រាន់បើជាងបានលុយមកតែគេនិយាយដើមដែរម៉ាក់ អញ្ចឹងបាច់រកស៊ីអីទេបើគិតដូចឯង គិតតែមិនទៅម៉ាក់វាអើយបើអញ្ចឹង មិនជិះម៉ូតូទៅបដើម៉ូតូជាមួយកង់ទៅអីទៅមកនេះ ហេងសាលាបានហាមឲ្យជិះម៉ូតូក្នុងសាលាអី ខ្លួនឯងកុំដើរចិត្តពេកមើលគេមើលមក មកវាចូលចិត្តយើងហ្នឹងណាបានចង់ដើរចិត្តហ្នឹងហើយខ្មាស់គេមែន អើយចូលចិត្តអីទេដើរឆ្ងាយពីខ្ញុំបន្តិចទៅខ្លាចគេនិយាយចេះចោលល្អទេ ទៅញ៉ាំអីបន្តិចសិនអីចាំទៅផ្ទះ អត់ទៅទេគេទៅទេហើយ ខ្ញុំប៉ាវតាខ្លួនឯងទៅញ៉ាំមើលបានហើយ អត់ចង់ទេ ខ្ញុំចង់ទៅផ្ទះខ្លួនឯងដែរ អត់ទេទៅអី មានការហ្នឹងណា អើយមានការអីទៀតហី ចាំទៅដល់ផ្ទះដឹងហើយ ថៃកូនម៉ែនៅនេះ ជំរាបសួរអ៊ំ អូចាស់ក្មួយខ្ញុំ មិនទាន់ដល់ថ្ងៃណាក្មួយហើយក្មួយទៅតែមកយកថ្ងៃមុនហ្នឹង អ
អត់ទេខ្ញុំមិនមែនមកទាលុយអ៊ំណា អញ្ចឹងក្មួយមកមានការអី និយាយរឿងលុយហ្នឹងហ៎អ៊ំ និយាយទៅនិយាយមកខ្ញុំក៏អត់យល់ដែរនិយាយឲ្យចំមើល រឿងលុយ ខ្ញុំឃើញអ៊ំទៅខ្ចីលុយម៉ាក់ខ្ញុំការប្រាក់ថ្លៃអញ្ចឹងអាណិតអ៊ំណា មែនក្មួយគួរតែសប្បាយចិត្តដែលម៉ាក់ប៉ាក្មួយរកស៊ីមានបានព្រោះចងការប្រាក់បានថ្លៃគ្រាន់បើ តែពេលខ្លះខ្ញុំក៏មិនសូវសប្បាយចិត្តដែរអ៊ំ ហើយចង់ឲ្យអ៊ំធ្វើម៉េច ពេលអ៊ំចង់ឲ្យលុយគេរកស៊ីហើយចង់បានការប្រាក់ទាបណា ធ្វើម៉េចក្មួយ ធ្វើមកយើ អ៊ំទៅខ្ចីធនាគារឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញទៅ តែលបអ៊ំតូចតាចខ្ចីតិចតួចគេមិនឲ្យអ៊ំ ជប់បើអ៊ំមិនទាន់ទៅសួរគេផងហ្នឹងមិនដឹងថាគេមិនឲ្យ ក៏ល្អមួយយ៉ាងដែរម៉ែ ខ្ញុំបានដឹងថារដ្ឋបានកំណត់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកអត្រាការប្រាក់ពីអ្នកខ្ចីច្រើនផុតតែ 18% ទេក្នុងមួយឆ្នាំហើយបើគិតជាខែវិញគឺ 1.5% ទេហើយបើអ៊ំទៅខ្ចីម៉ាក់ខ្ញុំ 10% ក្នុងមួយខែខុសគ្នាច្រើនណាស់ណាអ៊ំ អរគុណក្មួយតែអ៊ំនៅតែមិនអស់ចិត្តរឿងក្មួយឯងនឹងហ្មងនេះ មិនអស់ចិត្តមិនអ៊ំ ចេះតែមានហ្មងលីម៉ាឯងនេះ មែនណាអ៊ំខ្ញុំដឹងថាធនាគារខ្លះគេឲ្យខ្ចីលុយបងស្លារៀនកូនទៀតផង មែនអី និយាយលេងនិយាយមែន មែនតាសំខាន់អ៊ំទៅសួរគេសិនទៅប្រាប់គេថាអ៊ំចង់បានយ៉ាងនេះយ៉ាងនោះគេនឹងពិភាក្សាជាមួយអ៊ំហើយគេមិនគិតលុយអីទេ ចាអរគុណ អូមកទេមកតាអញ្ចឹងខ្ញុំលាសិនទេណាអ៊ំ ចាក្មួយ សុបិនខ្ញុំលាសិនទេណា ចា សំខាន់ខ្ញុំចង់ឲ្យអ៊ំដឹងថាខ្ញុំកំពុងដូចស្រឡាញ់កូនស្រីអ៊ំ ហេនិយាយអីលោកអូអញញ៉ាំម្នាក់ឯងហ្នឹងណា អត់មានអីទេចាំថ្ងៃក្រោយចាំដឹង មិញលោកអស់ហើយបានដើរឡើងលំភើញហ្នឹងនេះ អស់ហើយ ហើយមិញអត់ទិញត្រីអីទៅស្លោឯងមិញហ៎ មីងមានបន្លែមានសាច់ខ្លះនៅផ្ទះហើយចាំស្អែកចាំមីងជួយទិញឯងណាចំបងខែនដូចជាដូរផ្ទះដូរចក្រានស្អីដូចជាថ្មីទាំងអស់នេះ អាមុនណាប្រើច្រើនឆ្នាំហើយចាស់ឡើងពុកទៅហើយអាក្រក់មើលណាក៏សម្រេចចិត្តដូរវាចេញទៅ ឲ្យតែលក់ដាច់បានចំណេញគ្រាន់បើអាណាដូរឲ្យថ្មីបានស្អាតក៏ល្អដែរបង អើយចេកជៀនដំឡូងជៀនមិនជាចំណេញអីច្រើនទេសម្បូរអើយបានមកចិញ្ចឹមខ្លួនបងដើមបងការឲ្យគេសល់អន្សំខ្លះហ្នឹងណា និយាយរឿងបងដើមបងការអញ្ចឹងឮថាបងឯងនឹងច្រឹបទាស់ពាក្យទាស់សម្ដីជាមួយអាមួយខ្លាំងផងអី មែនហើយមីងយើងក្រគេជិះជាន់គេកោដឹងតែពីបានគ្មានយោគយល់អីសោះហ្មង លុយគេរស់ស៊ីច្រឹបគេមិនទុកលុយគេឲ្យនៅមួយកន្លែងទេគេយកពីនេះដាក់ឯណោះលុយគេមានផ្កាមានផ្លែចឹងហើយបានគេមានគេបានហ្នឹងណា មិញនិយាយតំណងដល់ឯនេះគិតទៅដើមលុយក៏គ្មានរូបរាងចេញផ្លែចេញផ្កាមកក៏អត់មានរូបរាងហើយមិនបាច់ស្រោចទឹកដាក់ជីអីទេតែគេបានចំណេញរហូតហ្មង ម្យ៉ាងដែរដើមលុយផ្កាលុយផ្លែលុយសុទ្ធតែគ្មានរូបរាងគ្មានពណ៌គ្មានក្លិនគ្មានរសជាតិប៉ុន្តែធ្វើឲ្យជីវិតមនុស្សជួបរសជាតិសុបាយរសជាតិទុកដោយសារតែវាហ្នឹង ជីវិតតែប៉ុណ្ណឹងឥឡូវសងលុយរាប់អាមួយអស់ធូរចិត្តបន្តិចប៉ុន្តែនៅជាប់មួយកន្លែងទៀត ទៅជាប់មួយកន្លែងទៀតយ៉ាងម៉េចមកខេន ខ្ញុំខ្ចីលុយកន្លែងផ្សេងទៀតហ្នឹងណាប៉ុន្តែការប្រាក់ទាបជាងអាមួយជិត10ដងឯណោះ អញ្ចឹង ចាមុខរបរតូចតាចដូចយើងអញ្ចឹងខ្ចីតិចតួចក៏បានដែរមិនស្មុគស្មាញអីទេយើងសងគេដើមផងការប្រាក់ផងមួយខែបន្តិចមួយខែបន្តិចផ្លេចអស់ហើយខ្ចីឯកជនណាការប្រាក់ថ្លៃណាខំរត្រឹកចិញ្ចឹមតែការប្រាក់គេហ្នឹង មែនហើយមីងខ្ញុំជូនមីងខេនទៅតែមុនណាមើលទៅអត់មានអីពិបាកស្មុគស្មាញផងហ្នឹង បើចាំបាច់ត្រូវការលុយពង្រីកមុខរបរអីហ្នឹងណាសម្បូរឯងចាណាទៅកន្លែងហ្នឹងទៅ កន្លែងហ្នឹងជាកន្លែងណាបងខេន ទៅ AMK ហ្នឹងណា មែនហើយមីងគេជជែកមួយយើងផ្ដល់យោបល់ឲ្យយើងល្អសឹងអីហ្នឹង ចាអរគុណពេលត្រូវការខ្ញុំនឹងទៅសាកសួរនៅ AMK ដែរហើយ
រឿងផ្កាអត់ពណ៌ភាគទី2ជាភាគបញ្ចប់ឧបត្ថម្ភផលិតដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និពន្ធដឹកនាំថតនិងកាត់តដោយលោករស់គង់ដែលប្រិយមិត្តទើបបានស្ដាប់អំបញ្ញមិញនេះចាប់តែប៉ុណ្ណេះសូមអរគុណ